Trong tranh để tới môi rằng VPN Marketing đây là vì update một mấy cho môi rằng OS router Marketing cho version 7 ឡើងគឺវាមានហ្នឹងគឺ function WildCard ទៅជាមួយ VPN អញ្ចឹងគ្នាយើងដឹងថា VPN ទៅរបស់ Marketing គឺយើងប្រើជាមួយ L2TP PPTTP ឬក៏ IPsec អីចឹងទៅឥឡូវវាមាន version VPN update ថ្មីមួយគឺ WildCard អញ្ចឹងខ្ញុំឧទាហរណ៍សាមញ្ញដូចជា Cisco វាមាន Cisco Secure Client AnyConnect ចំណែកឯ FortiGate VPN គេមានForti Client VPN នឹងគេ app សម្រាប់ប្រដាប់មួយឥឡូវចំណែក marketing យើងឥឡូវក៏មានហើយគឺមាន WildCard VPN គេដំបូងឡើយយើងត្រូវចូលមក for WildCard ហើយយើង add កន្លែង WildCard នឹងមួយហើយកន្លែងនេះយើងជា interface WildCard របស់យើង interface WildCard អូខេយើងដាក់ឈ្មោះ WildCard ហើយយើងដាក់ port យើង customize បានដាក់ port បានទៅឲ្យតែយើងចាំនៅទុកផងបន្ទាប់មកយើងចុច apply អូខេវានឹង generate key ឲ្យយើងវាមាន private key និង public key ចឹង key ដែលយើងយកទៅប្រើគឺ public key អូខេឥឡូវចូល client អញ្ចឹង client យើងត្រូវ download កម្មវិធីឈ្មោះថា WildCard សម្រាប់មកតម្លើងទៅលើ computer របស់យើងជាប្រភេទ Windows ជា Mac ឬក៏ Linux ឬក៏ Android iOS ក្នុងទូរស័ព្ទក៏មានដែរណាវា update ថ្មីហើយវាអត់ពិបាកប្រើទេឥឡូវអញ្ចឹងយើង download ហើយយើងទៅឡើងហើយវាចេញinterface WildCard ហ្នឹងហើយយើងចូលមក add ខាងក្រោមនេះ MT ហ្នឹងមកហើយឈ្មោះយើងដាក់ឈ្មោះឲ្យដាក់ទៅហើយយើងចាំតំណាង VPN WildCard នៅក្នុង marketing របស់យើងអូខេដាក់ដូចខ្ញុំនេះក៏បានដែរបន្ទាប់មកយើងត្រូវ copy key public key របស់ client របស់យើងយកទៅ add នៅក្នុង microstick របស់យើងគេយើងចូល IP នេះមកឥឡូវខ្ញុំលុបនេះចោលខ្ញុំ add ថ្មីអូខេ public key នេះគឺយើងដាក់ key របស់ client របស់យើងហើយចំណែក IP address នេះគឺជា IP ដែលសម្រាប់ឲ្យ client យើង connect បាន client យើង connect គឺបាន IP លេខ 2 ហ្នឹងឯងគេនេះដើម្បី25យើងមកដាក់ IP ឲ្យWildCard ទាំងតិចយើង add ថ្មីហើយយើងត្រូវសរសេរ IP ទៅ interface មួយហ្នឹងអូខេខ្ញុំដាក់ IP 10.1 ទៅ interface WildCard ហ្នឹងហើយខ្ញុំអូខេយើងពេញព័ត៌មានហ្នឹងហើយយើងជួយ apply អូខេមកអញ្ចឹងយើងទៅលើ client វិញយើងត្រូវ set up អូខេយើងដាក់ script មួយចំនួនអូខេខ្ញុំ copy script មកខ្ញុំ pass ចូលក្នុង configuration របស់ WildCard client អូខេកន្លែង IP នេះគឺយើងត្រូវដាក់ IP ដែលយើងបានបង្កើតនៅក្នុង marketing មុនហ្នឹងនេះ 10.10.2 ហ្នឹងយើងយកមកដាក់នៅហ្នឹងមកចំណែកឯ public key នេះជា public key របស់ server VPN server របស់យើងយើងយកមកដាក់មកនេះ copy ពីក្នុង marketing មកវិញមកយក pass ចូលអូខេ copy អត់បាន pass ម្ដងទៀត copy ម្ដងទៀតអូខេ pass ចូលហើយណាចុះ key ហ្នឹងវាដូចគ្នាវា generate ថ្មីរហូតហើយតាក់ទងជាមួយនឹងកន្លែង endpoint នេះគឺយើងត្រូវដាក់ IP public របស់យើងចូលហើយនឹង port ដែលយើងបាន create មុនហ្នឹងខ្ញុំ IP public ខ្ញុំចូលមកអូខេហើយយើងចុច save អូខេឥឡូវយើងបានហើយយើងបាន VPN client ហ្នឹងហើយយើងតែ connect ចុច activate ហ្នឹងទៅវាចាប់តាម connect ទៅអូខេគេ connect ទៅបាន IP ហ្នឹងដែលយើងកំណត់អញ្ចឹងទៅប៉ុណ្្នឹងទៅយើង connect VPN បានហើយយើងអាច testing VPN របស់យើងដែរអត់ឥឡូវយើងធ្វើការ ping តែ IP local របស់យើងគឺ 10.10.1 ហ្នឹងឯងឃើញទេ ping ស្គាល់អូខេអញ្ចឹងយើងអាច remote ចូល router marketing របស់យើងតាម IP ទាំងដូចគ្នាអូខេឥឡូវយើង testing IP 10.10.10.1 ពេលយើង connect VPN ហើយអូខេយើង connect ចូលហើយ remote ចូលអញ្ចឹងនេះវាងាយស្រួល set up ហើយវា security ជាងហើយវាដើរលឿនជាង VPN ផ្សេងអូខេវាជា app ដូចជា Cisco AnyConnect ដូចជា Forti Client ដូចជា VPN មួយចំនួនដែលវាមាន app ចិនខ្លួនវាណាអានឹងវាឥឡូវមើលទៅយើង update មកបានដែរអញ្ចឹងយើងអាចប្រើទៅវាស្រួលក្នុងការប្រើប្រាស់ទេអូខេវីដេអូនេះមានប៉ុណ្ណឹងអរគុណបាយបាយ